វាណាស់មកហើយគឺបានន័យថាស្រះនេះគ្មានម្ចាស់ទេគ្រាន់តែដឹងថាស្រះនេះមានទឹកខុបប្រាំងខុបភាសាហើយអ្នកនៅម្ដុំនេះគេម្ដងទឹកនេះយកទៅប្រើប្រាស់គ្រប់គ្នាបានអញ្ចឹងនេះឲ្យនិយាយកុហកហើយតែខ្ញុំគ្រាន់តែចង់និយាយប្រាប់អ៊ំស្រីថាបើសិនជាពេលណាមួយបងស្រីធំរបស់ខ្ញុំនាំមនុស្សមករករឿងអីនៅទីនេះកុំឲ្យនេះឲ្យគេចេញមុខបន្តតាំងអីណាអ៊ំស្រីអញ្ចឹងហ៎ម៉ែណាគេនឹងហើយមកធ្វើអីហ៎អត់ចង់ត្រូវណាស់មែនទេហ៎អើយនេះអើយមានដឹងដែរទេថាអ្នកនាងជាកូនលោកសទ្ធីណាកូនសទ្ធីអីក៏ដោយក៏ខ្ញុំវាយដែរម៉ែម៉ែដឹងអត់អូយថាពួកគេនេះជេរខ្ញុំសុទ្ធថាអាចចោលពៀនវាំងណែឆាប់សម្រួលអិរិយាបថឲ្យវាសភាពរៀបសារបន្តិចទៅអត់ទេម៉ែរួចមិនក៏ដឹងថាផ្ទះខ្ញុំនៅទីនេះចេញភ្លាមទៅណែនេះអើយគេព្រោះតែខ្ញុំមានបំណងល្អតែខ្ញុំមករកផ្ទះនេះអើយបំណងលោស្អីទៀតចង់លើកគ្នាមកធ្វើបាបគ្រួសារខ្ញុំហ៎ចាស់មិនមែនអញ្ចឹងទេការប៉ាត់យើងចង់មិននឹងគ្នាបាត់ដែរទេហើយខ្ញុំគិតថាពេលម្សិលមិញនេះបងស្រីទី1របស់ខ្ញុំណាគាត់ក៏ដូចជាច្រឡំបន្តិចដែរឥឡូវនេះខ្ញុំមកសុំទោសជំនួសបងខ្ញុំផងបានដែរទេមិនទេយល់អត់ណាចេញឲ្យផុតពីផ្ទះរបស់ខ្ញុំទៅមកមិនចឹងនោះទេខ្ញុំវាយមែនណាអ្នកនាងមនុស្សម្នាក់នេះមិនល្អទេអ្នកនាងឆាប់អញ្ជើញត្រឡប់ទៅវិញទៅព្រោះថាពួកយើងគ្មានមនុស្សប្រុសមកជាមួយទេមានខ្ញុំនៅទីនេះហើយអ្នកនាងមិនចាំបាច់ខ្លាចអីទេណាហើយអ្នកនាងមិនគួរមកសុំទោសមនុស្សដូចជាវានេះទេអូយ៉ាណែដល់ថ្នាក់កូនកំមុំរបស់លោកសទ្ធីមួយទាំងមូលមកដល់ផ្ទះនឹងធ្វើរឹកធ្វើរៀងអើយបបាក់មើលណាស់អើយអ៊ំស្រីបានចឹងខ្ញុំជម្រាបលាទៅវិញហើយចាអ្នកនាងសុំអញ្ជើញខ្ញុំជូនដំណើរមកអញ្ជើញចាមកនៅឲ្យស្ងៀមណាទៅធ្វើមកកុំអីត្រមបានទេអញនេះអញត្រមបានទេហើយថៃអង្គុយទៅអូយម៉ែមិនក៏មកខំក្បាលខ្ញុំលឿនណាស់អញនេះលឿនណាស់កូនកំមុំសទ្ធីម្នាក់នេះណាល្អល្អាច់ណាស់គឺសំរូបសំរៀងតាំងពីចុងសក់រហូតដល់ចុងជើងហើយតើមានគ្រួសារណាមួយដែលមានភ័ព្វត្រូវបានកូនកំមុំរបស់លោកសទ្ធីមកដល់ផ្ទះបែបនេះនោះអង្គុយចាប់ភ្លាមអង្គុយឲ្យស្ងៀមឈឺណាស់ម៉ែកាលពីតូចណា
ម៉ែដាក់ឈ្មោះឯងថាអាសំណាងតែដកបន្ទាប់មកដោយសារតែអាចដាក់ចរិតលេខឡក់ហើយនឹងសម្លេងខ្លោយអេអយរបស់ឯងហ្នឹងទើបម៉ែហៅឯងថាអាអយទៅឈ្មោះអយនេះគឺវាសមនឹងចរិតរបស់ឯងនេះខ្លាំងណាស់ហើយមើលទៅវាប្រហែលជាគ្មានសំណាងអីនឹងគេទេមុខឯងនេះណាអ្នកនាងច័ន្ទកេសីគេខំមកសុំចិត្តថាបើពេលណាមួយបងស្រីធំរបស់គេនាំមនុស្សមករករឿងនោះសូមឲ្យឯងនឹងចេះអត់ធ្មត់ព្រោះអ្នកនាងច័ន្ទកេសីមិនចង់ឲ្យរឿងតូចទៅជារឿងធំនោះទេគេឈ្មោះច័ន្ទកេសីមកច័ន្ទកេសីហើយវាម៉េចយ៉ាងម៉េចវាស៊ីនឹងឈ្មោះខ្ញុំអាអយនេះខ្លាំងណាស់ម៉ែថាម៉េចហ៎គឺខ្ញុំចង់និយាយថាការពិតទៅនេះច័ន្ទកេសីម្នាក់នេះស្អាតពិតមែនណាម៉ែហើយបើម៉ែបានកូនប្រសាល្អស្អាតដូចជានាងច័ន្ទកេសីមែននោះម៉ែយកដែរអត់អូយលោកអាយលោកអើយលោកអើយឯងកុំមកប្រាថ្នាខ្ពស់ហួសមេឃអញ្ចឹងនោះអាអយបើនិយាយពីដំបូលផ្ទះវិញនោះគឺវាខុសគ្នាឆ្ងាយបាត់ទៅហើយនឹងមិននិយាយពីភោគទ្រព្យដែលគេមានផងអត់ទេណាម៉ែមិនសង្ឃឹមថាឯងនេះមានប្រពន្ធស្អាតដូចជាអ្នកនាងច័ន្ទកេសីនោះទេហើយអញឈប់និយាយជាមួយហើយអញហត់ណាស់តើភ្លឺដល់ពេលណាទៅហាភ្លឺអូយភ្លឺម៉េះកាប់ពិតម៉ែគាត់និយាយត្រូវតាខ្ញុំនេះចំទៅភ្លឺមែននេះណាមានកូនកំមុំសទ្ធិមកលេងដល់ផ្ទះនោះតែពីណាទៅនោះទើបនាងច័ន្ទកេសីមកម្ល៉េះទៀតនោះថាមិនត្រូវទេអាចជាគូព្រេងរបស់អោយក៏ថាបានព្រោះការប្រយ័ត្ននេះខ្ញុំយល់សពល្អយល់សពឃើញព្រះអិនបែបប្រច័ណ្ឌឲ្យខ្ញុំទៀតផងចម្លែកណាស់ណោះចាំមើលណាឯងឲ្យតែបានជួបម្ដងនេះនឹងឲ្យបែកបំរើរបស់ជើងណាព្រួតខ្ញុំពេកអញឲ្យបែកមាត់បើមិនបានជួបពេលនេះទេណាយើងក៏មិនព្រមទៅផ្ទះវិញដែរប៉ុន្តែវាចម្លែកណាស់ព្រោះថ្ងៃនេះមិនឃើញច័ន្ទកេសីនៅផ្ទះតាំងពីព្រលឹមម្ល៉េះមែននឹងហើយខ្ញុំខំដើររកជុំវិញបរិវេណផ្ទះក៏មិនឃើញទៀតសង្ស័យតែប្អូនច័ន្ទកេសីលួចមកទីនេះតែម្នាក់ឯងតែដឹងណោះហើយមិនចាប់បាច់គិតពីប្អូនច័ន្ទកេសីអីនោះទេពីព្រោះថាពេលនេះអងកំពុងតែក្តៅបាត់ដៃខ្លាំងណាស់ចង់ផ្ទះកាភ្លៀងម្នាក់នោះខ្លាំងណាស់តែខ្ញុំមិនគួរណាមកជាមួយនឹងបងច័ន្ទកេសាមនោះទេព្រោះប្អូនច័ន្ទកេសីបានប្រាប់ថារឿងនេះបើសិនជាបែកការដល់ពុកហើយនឹងម៉ែប្រហែលជាត្រូវរំពាត់ហើយណាបងក៏ភ្លេចគិតទៅម្យ៉ាងពេលនេះបងច័ន្ទកេសាមបាននាំមនុស្សក្នុងផ្ទះមកជាមួយទៀតផងហើយបើពុកម៉ែរកពួកបងនេះមិនឃើញទេនោះប្រកាសជាវិវត្តធំហើយតើបងអូនច័ន្ទកេសាជើងទៅវិញមុនទៅណែទៅវិញអត់បានទេចាំទៅជាមួយបងចាំពួកនឹងមកសិនព្រោះបងចង់ផ្ទះកាភ្លៀងគេម្នាក់នោះខ្លាំងណាស់